អ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel Space Animation ហើយក៏សូមអធិស្ឋានក្នុងការចេញវីដេអូយឺតក៏ដូចជាបាត់មុខមួយរយៈព្រោះតែមានទុរៈផ្ទាល់ខ្លួនក៏ប៉ុន្តែពេលនេះគឺ yes ខ្ញុំបានត្រឡប់មកសាជាថ្មីម្ដងទៀតហើយក៏នឹងចាប់ផ្ដើមនាំយកមកនៅរឿងល្អៗយកមកសម្រាប់ជូនបងប្អូនស្ដាប់ហើយមួយវិញទៀតនៅពេលដែលខ្ញុំបានឃើញអំពីការកើនឡើងនៃ view និង subscribe នៅពេលដែលខ្ញុំត្រឡប់មកវិញរបស់វីដេអូដំបូងខ្ញុំនេះខ្ញុំពិតជារំភើបខ្លាំងមែនទែនវាច្រើនសម្រាប់ខ្ញុំហើយវាក៏ដូចជាកាដូលើកទឹកចិត្តពីសំណាក់បងប្អូនដែលគាំទ្រខ្ញុំហើយខ្ញុំនឹងធ្វើការ giveaway នៅក៏ដូចជាវត្ថុអនុស្សាវរីយ៍ animation មួយចំនួន10នាក់នៅពេលដែល subscribe របស់ខ្ញុំឡើងគ្រប់1000ហើយខ្ញុំនឹងស្រង់ឈ្មោះចាប់ឆ្នោតជូនទៅបងប្អូនក៏សង្ឃឹមថាបងប្អូននៅបន្តគាំទ្រដើម្បីជាកម្លាំងចិត្តហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកអំពីប្រវត្តិនិងព័ត៌មានខ្លះៗអំពីគ្រួសារបុរាណទាំង8នៅក្នុងរឿង Battle Through the Heaven ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងទាំងអស់គ្នានៅក្នុងរឿង Battle Through the Heaven គឺបាននិយាយអំពីគ្រួសារបុរាណទាំង8ដែលមានឥទ្ធិពលខ្លាំងនៅលើទឹកដីនៃកម្លាំងធាតុនេះដោយគ្រួសារនីមួយៗធ្លាប់មានវត្តមានសមាជិកដែលបានបំបែកកម្រិតទៅតូតិដែលជាកម្រិតធំជាងគេឬអាចនិយាយបានថាជាកម្រិតអាទិទេពដែលក្រោយពីបំបែកទៅកម្រិតតូតិពួកគេបានចាកចេញពីពិភពនៃកម្លាំងធាតុនេះគឺដោយសារតែនៅលើពិភពនៃកម្លាំងធាតុនេះគឺមានច្បាប់មួយយ៉ាងដែលអ្នកដែលបំបែកកម្រិតចាប់ពីតោសឹងផ្កាយ5ឡើងទៅគឺមិនអាចទុកដៃនៅក្នុងរឿងដែលបានកើតឡើងនៅលើទឹកដីនៃកម្លាំងធាតុនេះឡើយលើកពីនេះអ្នកបំបែកកម្រិតទៅតូតិគឺកាន់តែមិនអាចរស់នៅលើទឹកដីនៅពិភពនៃកម្លាំងធាតុនេះដែលពួកគេនឹងមានពិភពឬរាមដែលពួកគេត្រូវទៅនៅហើយនេះជាហេតុផលដែលមិនមានវត្តមានរបស់តូតិណាមួយនៅលើទឹកដីនៃកម្លាំងធាតុនេះឯងហើយគ្រួសារបុរាណត្រកូលហ៊ុនគឺជាគ្រួសារដែលមានសមាជិកកម្រិតតូសឹងច្រើនជាងគេហើយយើងដឹងហើយថារាប់ចាប់ពីកម្រិតតូសឹងឡើងទៅកម្រិតខុសគ្នាតែមួយផ្កាយគឺមានកម្លាំងខុសគ្នាដូចជាមេឃហើយនឹងដីហើយគ្រួសារបុរាណត្រកូលហ៊ុនគឺអាចឈរជើងខ្លាំងនិងមានឥទ្ធិពលខ្លាំងនៅលើទឹកដីនៃកម្លាំងធាតុនេះគឺស្ថិតនៅក្រោមហេតុផលនោះឯងដោយគ្រួសារត្រកូលហ៊ុនមានសមាជិកដែលជាតូសឹងឬក៏អ្នកប្រយុទ្ធកម្រិត10នឹងច្រើនអ្នកទោះជាគ្រួសារបុរាណទាំង8ធ្លាប់មានវត្តមាននៃតូតិឬឈាមខ្សែស្រឡាយជាតូតិក៏ដោយក្រោមហេតុផលនៃការវឹកហាត់និងអំពូលឈាមព្យួរឬឈាមសុទ្ធរបស់គ្រួសារនីមួយៗមានសភាពថយចុះនិងលែងមានវត្តមានអ្នកអាចបំបែកទៅកម្រិតតូតិបានហើយនិយាយបានថាអធិរាជធូសឺគឺជាតូតិដែលមានវត្តមានចុងក្រោយបង្អស់នៅលើទឹកដីនៃកម្លាំងធាតុនេះអញ្ចឹងយើងឆ្លៀតពេលមកនិយាយអំពីប្រវត្តិទ្រោះរបស់អធិរាជធូសឺបន្តិចអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាតើអធិរាជធូសឺគាត់ស្ថិតនៅក្នុងគ្រួសារបុរាណមួយណាតើចំនួនមុនឬក៏អ្នកចំនួនមុនរបស់គាត់និងអ្នកចំនួនក្រោយដែលជាកូនចៅរបស់គាត់ហ្នឹងគឺជាអ្នកណាហេតុអីក៏មិនមានវត្តមាននៅក្នុងរឿងអញ្ចឹងខ្ញុំមកបញ្ជាក់ខ្លះៗតាមដែលខ្ញុំដឹងអធិរាជធូសឺគឺគាត់មិនមានគ្រួសារឬក៏អ្នកចំនួនមុនរបស់គាត់ទេគាត់ក៏មិនមានកូនអ្នកចំនួនក្រោយដែរដោយសារតែអធិរាជធូសឺឬក៏យើងហៅថាធូសឺគូទីហ្នឹងគឺគាត់មិនមែនជាមនុស្សទេគឺគាត់បានចាប់កំណើតពីភ្លើងទេពដែលលេបត្របាក់នៅភ្លើងទេពផ្សេងទៀតរហូតកកើតខ្លួនយកទម្រង់ទៅជាមនុស្សនិងប្រែក្លាយខ្លួនទៅជាអាទិទេពដោយក្រោយពីអធិរាជធូសឺបានចាកចេញពីទឹកដីនៃកម្លាំងធាតុនេះគឺគាត់បានបន្សល់នៅវិមានឬក៏យើងហៅថាភ្នោបុរាណមួយដែលនៅក្នុងភ្នោបុរាណនោះគឺបានបន្សល់នៅគុជថ្នាំ Origin Chi ឬក៏គុជថ្នាំដែលអនុញ្ញាតឲ្យអ្នកដែលមានតូសឹងអាចបំបែកកម្រិតទៅតូតិបានហើយនៅក្នុងរឿងបានបង្ហាញនៅបន្តោងគុជចម្លែកមួយដែលយើងហៅថាធរសឺគូទីហ្នឹងដែលនៅក្នុងដៃរបស់សៀវយៀនតែសៀវយៀនយកមកដើម្បីសម្គាល់នៅសុវត្ថិភាពរបស់ឪពុកគាត់ថាឪពុកគាត់នៅមានជីវិតឬក៏អត់ហ្នឹងបន្តោងនោះគឺជាបន្តោងមួយចំណែកនៅក្នុងបន្តោងសរុប8ចំណែកដែលបន្តោងនោះគឺជាសោសម្រាប់បើកនៅភ្នោអធិរាជធូសឺឬក៏សោដែលអាចបង្ហាញពីទីតាំងនៃភ្នោដោយបន្តោងសោទាំង8ចំណែកគឺរក្សាទុកនៅគ្រួសារបុរាណទាំង8ក្នុងម្នាក់មួយចំណែកហើយនេះក៏ជាចំណុចចាប់ផ្ដើមនៃសាច់រឿងយើងដែរចឹងយើងចាប់ផ្ដើមមកស្គាល់អំពីគ្រួសារបុរាណទាំង8សិនថាមានគ្រួសារណាខ្លះហើយចំណុចពិសេសមួយចំនួននិងសភាពគ្រួសារបច្ចុប្បន្ននេះវាយ៉ាងម៉េចចាប់ផ្ដើមពីគ្រួសារបុរាណទី1គឺគ្រួសារបុរាណត្រកូលលីងដោយគ្រួសារមួយនេះអាចនិយាយបានថាជាគ្រួសារឈរនៅលំដាប់ទាបជាងគេក្នុងចំណោមគ្រួសារបុរាណទាំង8ដោយមានសមាជិកគ្រួសារមានកម្រិតខ្ពស់បំផុតគឺជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ5ចំនួនម្នាក់តែប៉ុណ្ណោះហើយគ្រួសារបុរាណនេះត្រូវបានឆ្មក់វាយប្រហារនិងសម្លាប់ផ្ដាច់ពូជដោយគ្រួសារបុរាណត្រកូលហ៊ុនដើម្បីដណ្ដើមយកបន្តោងគុជធូសឺគ្រួសារទី2គឺគ្រួសារបុរាណត្រកូលសឺគ្រួសារនេះគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបដូចទៅនឹងគ្រួសារត្រកូលលីងដែរក្នុងចំណោមគ្រួសារទាំង8
តែក៏មិនអាចមើលស្រាលបានដែរព្រោះតែអាចកំបាំងនៃការវឹកហាត់រាងកាយរបស់សមាជិកគ្រួសារមួយនេះគឺមិនធម្មតាឡើយដែលគេអាចប្រៀបធៀបកម្លាំងនឹងរាងកាយរបស់ពួកគេទៅនឹងអម្បូរសត្វវេទមន្តបុរាណវិជានៃការវឹកហាត់កម្លាំងនៃការវាយប្រហារនិងទប់ទល់របស់ពួកគេគឺមិនអាចមើលស្រាលបានទេតែក៏ត្រូវបានសម្លាប់ដោយស៊ីវធនយិនដែលជាតោសឹងកាយ9តែទោះជាយ៉ាងណាសមាជិកគ្រួសារសឿទាំងនេះបានបាត់ទៅយ៉ាងអាកំបាំងត្រឹមរយៈពេលតែមួយយប់ដូចទៅនឹងគ្រួសារលេងដែរហើយច្បាស់ណាស់គ្មានអ្នកណាគេមានឥទ្ធិពលធ្វើបែបនេះក្រៅពីគ្រួសារបុរាណត្រកូលហ៊ុនឡើយហើយគោលដៅគឺដោយសារតែចង់ដណ្ដើមយកបំណែកនៃបន្តោងគុជធូស៊ឺដូចគ្នាមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់បន្តិចស៊ីវធនយិននឹងគឺជាតោសឹងផ្កាយ9ម្នាក់ហើយគាត់មិនមែនជាមនុស្សទេគាត់គឺជាភ្លើងទេពលំដាប់លេខ2ដែលបានវិវត្តយករាងមកជាមនុស្សហើយក៏ជាសមាជិកនៃគ្រួសារត្រកូលហ៊ុនដែរចូលមកគ្រួសារទី3គឺគ្រួសារបុរាណត្រកូលយ៉ៅគ្រួសារមួយនេះគឺមានចំណុចប្លែកជាងគ្រួសារផ្សេងៗទៀតភាពខ្លាំងនៃគ្រួសារនេះគឺជាសមត្ថភាពស្លថ្នាំដែលយើងបានដឹងហើយថាជាស្លថ្នាំពិតណាស់មិនខ្លាំងនិងមិនអាចយកមកប្រយុទ្ធគ្នាតែធម៌ពលមិនអាចមើលស្រាលបានទេលើសពីនេះគ្រូស្លថ្នាំគឺត្រូវបានគេឲ្យតម្លៃខ្លាំងព្រោះគុជថ្នាំជារបស់ពិសេសនៅលើទឹកដីនៃកម្លាំងធាតុដែលមិនអាចខ្វះបានហើយគ្រួសារបុរាណត្រកូលយ៉ៅគឺជាគ្រួសារបុរាណដែលមានទេពកោសល្យស្លថ្នាំលេខ1នៅលើទឹកដីនៃកម្លាំងធាតុនេះសូម្បីតែគ្រូរបស់សែវយិនយ៉ៅឆិននឹងគឺចេញពីគ្រួសារបុរាណត្រកូលយ៉ៅនេះដូចគ្នាគ្រួសារនេះមានសមាជិកជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ7ឬហៅថាតោសឹងផ្កាយ7ហ្នឹងនោះគឺយ៉ៅតានដែលជាមេគ្រួសារនិងតោសឹងផ្កាយ6ម្នាក់គឺព្រឹទ្ធាចារ្យវងហោះគ្រួសារយ៉ៅគឺបានក្លាយទៅជាគោលដៅធំក្រោយពីគ្រួសារហ៊ុនបានកំទេចគ្រួសារលីងនិងសឿតែពុំត្រូវបានសម្លាប់ផ្ដាច់ពូជឡើយក្មេងៗដែលជាសមាជិកគ្រួសារត្រូវបានជួយសង្គ្រោះដោយសែវយិនក្នុងកំឡុងពេលដែលគ្រួសារនេះត្រូវបានវាយប្រហារដោយគ្រួសារហ៊ុនយើងចូលមកគ្រួសារបុរាណទី4គឺគ្រួសារលីដែលមានមេគ្រួសារឈ្មោះថាលីងដែលជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ8ឬតោសឹងផ្កាយ8ហ្នឹងហើយសមាជិកគ្រួសារដែលមានកម្រិត10លើសពីផ្កាយ5មានចំនួនតែ2នាក់ប៉ុណ្ណោះគ្រួសារនេះគឺយករន្ទះជាសារធាតុសំខាន់ក្នុងការវឹកហាត់ចំណែកឯព័ត៌មានផ្សេងៗនៃគ្រួសារគឺពុំសូវបានប្រាប់ឲ្យដឹងឡើយគ្រាន់តែមិនបានត្រូវសម្លាប់ផ្ដាច់ពូជដោយទៅគ្រួសារ3ខាងលើទេចូលដល់គ្រួសារបុរាណទី5គឺគ្រួសារបុរាណត្រកូលយៀនដែលមានមេគ្រួសារឈ្មោះថាយួនជីងដែលជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ8ឬតោសឹងផ្កាយ8នោះឯងដូចទៅនឹងគ្រួសារលីដែរតែមានព្រឹទ្ធាចារ្យដែលជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ7ម្នាក់គឺលើសគ្រួសារលីមួយផ្កាយហើយម្នាក់នោះឈ្មោះថាហលីងរួមនឹងសមាជិកផ្សេងទៀតដែលមានកម្រិត10លើសពីផ្កាយ5គឺមានតែម្នាក់ទេហើយគ្រួសារនេះគឺយកធាតុភ្លើងជាធាតុសំខាន់ក្នុងការវឹកហាត់ចូលមកដល់គ្រួសារបុរាណត្រកូលគូដែលមានសមាជិកជាអ្នកប្រយុទ្ធកម្រិត10លើសពីផ្កាយ5នឹងចំនួនដល់ទៅ5នាក់ក៏ជាគ្រួសារខ្លាំងលេខរៀងទី2នៅលើទឹកដីនៃកម្លាំងធាតុនេះដោយមានគូយៀនដែលជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ9ឬតោសឹងផ្កាយ9នឹងជាមេគ្រួសារហើយនឹងមានមេតបឈុតខ្មៅម្នាក់ដែលគេឲ្យងារនៅក្នុងត្រកូលរបស់គេនឹងដែលជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ8ឬតោសឹងផ្កាយ8ម្នាក់ទៀតឈ្មោះថាគូលៀកនិង3នាក់ទៀតមានកម្រិតតោសឹងផ្កាយ7ក្រៅពីនេះមានសមាជិកដែលបានបំបីកម្រិតទៅជាតោសឹងចំនួន18នាក់ឈរនៅលំដាប់លេខរៀងទី1គឺគ្រួសារបុរាណត្រកូលហ៊ុនជាគ្រួសារដ៏អាចកំបាំងរៀនវិជាខ្មៅងងឹតឬក៏យើងហៅថាជាតួចិត្តអាក្រក់នៅក្នុងរឿងនោះឯងដោយមានសមាជិកជាអ្នកប្រយុទ្ធកម្រិត10លើសពីផ្កាយ5ចំនួនរហូតទៅ14នាក់គ្រួសារមួយនេះមានឥទ្ធិពលខ្លាំងគ្មានគូប្រៀបឡើយនៅលើទឹកដីនៃកម្លាំងធាតុនេះដោយគ្រួសារមួយនេះបានប្រើក្បួនបិសាចអាចកំបាំងដោយក្បួននោះបានគ្របដណ្ដប់សឹងតែទូទាំងភូមិភាគកណ្ដាលនិងស្រូបយកធម៌ពលវិញ្ញាណដើម្បីបំបីកម្រិតទៅទីហើយគ្រួសារនេះឯងគឺជាសត្រូវធំរបស់តួប្រុសរបស់យើងគឺសែវយៀនមេគ្រួសារបុរាណនេះមានឈ្មោះថាហ៊ុនធានទីដែលជាអ្នកប្រយុទ្ធកម្រិត10ផ្កាយ9និងម្នាក់ទៀតឈ្មោះថាស៊ីវធនយៀនដែលជាភ្លើងទេពលំដាប់លេខ2មានកម្រិតជាតោសឹងផ្កាយ9គាត់គឺជាភ្លើងទេពដែលវិវត្តខ្លួនទៅជាមនុស្សនិងបានជួយជ្រោមជ្រែងគ្រួសារត្រកូលហ៊ុននឹងអាចនិយាយបានថានៅក្នុងគ្រួសារនេះស៊ីវធនយៀនគឺមានអំណាចនិងតំណែងស្មើទៅនឹងហ៊ុនធានទីដែលជាមេគ្រួសារដែរដោយក្រោយពីហ៊ុនធានទីបានបំបីកម្រិតទៅទីគាត់ក៏បានសម្លាប់និងលេបយកស៊ីវធនយៀនមកធ្វើជាភ្លើងទេពប្រើប្រាស់ផ្ទាល់ខ្លួនចំណែកឯគ្រួសារចុងក្រោយគឺគ្រួសារត្រកូលសែវដែលធ្លាប់មានវត្តមាននិងជាគ្រួសារដែលមានឥទ្ធិពលបំផុតនៅលើទឹកដីនៃកម្លាំងធាតុនេះគឺខ្លាំងជាងគ្រួសារត្រកូលហ៊ុនទៅទៀតក៏ប៉ុន្តែក្រោយពេលនៃការស្លាប់របស់សែវសៀនដែលជាបុព្វបុរសនិងជាមេគ្រួសារដោយការវាយឆ្មក់របស់គ្រួសារត្រកូលហ៊ុននៅពេលដែលគាត់ព្យាយាម
ធ្វើពិធីដើម្បីបំបែកកម្លាំងឬក៏កម្រិតរបស់គាត់ទៅតូទីនឹងតែបរាជ័យហើយត្រូវបានវាយឆ្មក់ដោយគ្រួសារត្រកូលហ៊ុននឹងគឺគ្រួសារត្រកូលសែវបានបរាជ័យនិងដួលរលំទាំងស្រុងនិងជំនួសមកវិញដោយគ្រួសារត្រកូលហ៊ុនគឺជាគ្រួសារខ្លាំងលេខ1ដោយបច្ចុប្បន្នគ្រួសារបុរាណត្រកូលសែវគឺមានសមាជិកដែលជាមេគ្រួសារឈ្មោះថាសែវចាងនិងសែវយៀនស៊ឺនមីឌូសាសែវឆាន់ដោយក្នុងម្នាក់ៗមានកម្រិតតូសឹងលើសពីផ្កាយ5សរុបចំនួន4នាក់បើតាមការកត់សម្គាល់ភាពខ្លាំងរបស់គ្រួសារនីមួយៗនៅលើទឹកដីនៃកម្លាំងធាតុនេះគឺគេសម្គាល់ទៅលើចំនួននៃសមាជិកដែលមានកម្រិតលើសពីតូសឹងផ្កាយ5ឡើងឬក៏អ្នកប្រយុទ្ធកម្រិត10ផ្កាយ5ឡើងទៅនឹងហើយនៅក្នុងនោះផងដែរគ្រួសារបុរាណត្រកូលហ៊ុនគឺមានចំនួនដល់ទៅ14នាក់ដែលវាជាចំនួនច្រើនជាងគេដោយក្រោមហេតុផលនេះហើយដែលអាចនិយាយបានថាគ្រួសារបុរាណត្រកូលហ៊ុនគឺមានសមត្ថភាពគ្រប់គ្រាន់តទល់នឹងគ្រួសារបុរាណទាំង7ទៀតតែការប្រៀបធៀបនេះគឺមិនទាន់រាប់ចាប់ពីសែវយិនបានបំបែកទៅកម្រិតតូទីនៅឡើយទេពីព្រោះថានៅពេលដែលសែវយិនបានបំបែកកម្រិតទៅតូទីខ្សែស្រឡាយដែលមានឈាមជ័រជាគ្រួសារត្រកូលសែវនឹងអូតូម៉ាទិកឬមួយក៏ឡើងកម្រិតដោយមិនដឹងខ្លួនឬក៏ដោយមិនចាំបាច់វឹកហាត់ដោយនោះគឺអាចហៅបានថា power of bloodline ឬហៅថាតូទី bloodline នឹងហើយចឹងនេះគឺជាព័ត៌មាននៃគ្រួសារទាំង8នៅក្នុងរឿង The Thought to the Heaven អញ្ចឹងបើសិនជាមានចំណុចណាខ្វះខាតឬក៏ចំណុចណានិយាយទៅខុសឬក៏បងប្អូនដឹងអ្វីដែលច្បាស់លើសពីនេះសូមបងប្អូនខមមិននៅខាងក្រោមដើម្បីជាព័ត៌មាននិងការកែតម្រូវដើម្បីឲ្យការមើលរឿងរបស់យើងវាកាន់តែជក់ចិត្តជាងនេះទៅទៀតអញ្ចឹងអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបាយបាយ追梦都从前，谁是亘古绝魂。